រុនសួស្តីអ្នកទាំងអស់គ្នាឥឡូវខ្ញុំនាំបងប្អូនទាំងអស់គ្នាមកទស្សនាសកម្មភាពពេលព្រឹករបស់ខ្ញុំរាល់ថ្ងៃតើខ្ញុំធ្វើអីខ្លះឥឡូវក្រោយពីដេកចាប់ដើមពុតខ្លួនបន្តិចសិនពុតខ្លួនពុតប្រាណហើយចាប់ដើមពុតខ្លួនប្រាណហើយចាប់ដើមក្រោកពេលដែលយើងក្រោកហើយចាប់ដើមបត់ភួយបត់ខ្នើយឲ្យវាស្អាតបាតឲ្យវារៀបរយអញ្ចឹងណាបងប្អូនដោយសារតែវីដេអូនេះខ្ញុំអត់បាននិយាយទេនៅក្នុងវីដេអូហ្នឹងដោយសារតែអត់មានមិចស្ទប់សំឡេងអញ្ចឹងនិយាយទៅវាអត់ឮដែរអញ្ចឹងហើយខ្ញុំចិត្តធ្វើ review សំឡេងតាមក្រោយវិញនៅក្នុងវីដេអូនេះហើយបន្ទាប់ពីយើងបត់ភួយបត់ឲ្យហើយយើងក៏ចាប់ដើមចូលបន្ទប់ទឹកដើម្បីងូតទឹកឲ្យវាស្រស់ស្រាយបន្តិចណាហើយមុននឹងដោះហើយមុននឹងងូតទឹកយើងចាប់ដើមដោះថ្មីបន្តិចសិនដោះថ្មីឲ្យវាស្រស់ស្រាយឲ្យវាស្អាតឲ្យវាមានសោភ័ណភាពឲ្យវាមានភាពជឿជាក់ក្នុងការនិយាយស្ដីមុនទៅផឹកកាហ្វេហើយការនិយាយរបស់ខ្ញុំក៏វាមិនក្បោះក្បាយឯណាដែរបងខុសឆ្គងយ៉ាងណាខ្ញុំអត់ជាស្រ័យផងដែរឥឡូវចាប់ដើមដោះអាវហើយដោះអាវខ្វាច់មួយទឹកហើយបាត់ស្លៀកពាក់អាវហើយបាត់ប្រពមួយទឹកហើយយើងចាប់ដើមសិតសំបន្តិចសក់ខ្ញុំក៏វាមិនដែលអត់អីបានដែរអាចសិតបានធ្វើ style មួយសិនស្អាតទេសង្ហាទេពេលសិតស្អាតហើយតោះចាប់ដើមបើកទ្វារក្រាយើងទៅទិញកាហ្វេផឹកទាំងអស់គ្នានេះជាសកម្មភាពពេលព្រឹករបស់យើងចាប់ដើមចេញទៅហើយបិទទ្វារមួយសិនតោះ let's go ទៅទិញកាហ្វេផឹកជាមួយខ្ញុំទាំងអស់គ្នានេះជាកម្មចដាអើយជាន់ទី2គឺខ្ពស់ដែរកម្មចដានេះគឺយើងចុះមកម្ដងមួយកម្មដៃមួយខាងនោះថតហើយដល់ពេលចុះម្ដងហ្នឹងស្រាប់ឃើញ idol របស់យើងក្មេងតូចនៅក្រោមនេះគួរឲ្យស្រឡាញ់ណាស់ក្មេងនេះបាទវារស់រាយរាក់ទាក់អញ្ចឹងឥឡូវចាប់ដើមលេងជាមួយក្មេងផ្លែតចាប់ដើមបន្តដំណើរទៅទិញកាហ្វេរបស់យើងជាបន្តទៀតនេះផ្លូវមុខផ្ទះខ្ញុំដែលខ្ញុំនៅណាផ្លូវលិចទឹកអស់ហើយអត់តដល់ខែវស្សាទេបងប្អូនអត់ដល់ខែវស្សាទេឥឡូវវាមានការលិចទឹកយ៉ាមកដល់ហាងកាហ្វេតូបកាហ្វេមិនមែនជាហាងសុំទោសផងណានេះជាតូបកាហ្វេរបស់អ៊ីនៅជិតក្បែរផ្ទះខ្ញុំដែរគាត់មានភាពរស់រាយមែនតើគាត់ខ្ញុំកាន់កាមេរ៉ាថតគាត់នោះគាត់ចាប់ដើមសើចក្អាស់តែម្ដងគាត់ថាថតគាត់ទៅអីខ្ញុំថាថតដើម្បីធ្វើវីដេអូ vlog គាត់ថាខ្លាចល្បីថាអត់អីទេខ្ញុំអត់មាន page ណាល្បីទេហើយគាត់ក៏បន្តដាក់កាហ្វេខ្ញុំឥឡូវចាប់ដើមដាក់ទឹកកកហើយពេញកែវហើយក៏ដាក់ទឹកដោះគោស្រស់បន្តិចឲ្យមានរសជាតិកាហ្វេរបស់គាត់ឆ្ងាញ់បាទហើយក៏គាត់ឲ្យទឹកតែមួយថង់ផងដែរឥឡូវកាហ្វេរបស់យើងចិត្តរួចរាល់ហើយក៏ខ្ចប់ទឹកតែឲ្យទាញថង់មកខ្ចប់កាហ្វេផ្លាច់ហុចឲ្យខ្ញុំហុចលុយឲ្យផ្លែតបាទកាហ្វេនេះអស់តែ 2,500 រៀលទេថែមទឹកតែមួយថង់ឥឡូវនេះខ្ញុំជាអ្នកធ្វើ review កន្លែងកាហ្វេរបស់គាត់នេះជាលទ្ធផលពេលព្រឹករបស់យើងដើម្បីទិញកាហ្វេហើយវីដេអូនេះផងដែរមានតែប៉ុណ្្នឹងទេបងប្អូនជម្រាបលាបាយបាយជួបគ្នាឱកាសក្រោយ